ធ្លាប់រួមការងារមួយខ្ញុំមិនដឹងថាខ្ញុំធ្វើការងារល្អឬក៏អត់ល្អសម្រាប់ខ្ញុំការងារមួយគឺខ្ញុំពិតជាយកចិត្តទុកដាក់មែនទែននៅពេលដែល client គាត់តាក់ទងមកខ្ញុំគឺគាត់រៀបរៀងទៅសេមកគឺបែប professional ដូចនេះហើយរាល់ client គាត់តាក់ទងមកខ្ញុំគឺខ្ញុំគឺត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្ញុំជូនគាត់ឲ្យបានកាន់តែល្អលើសកាន់តែពីនឹងថែមទៀតគឺការកសាងនៅកេរ្តិ៍ឈ្មោះរបស់ខ្ញុំឡើងមករាល់ការរៀបចំរាល់ការធ្វើអ្វីមួយគឺចាត់ចេញពីការឆ្លាញ់ភាពយកចិត្តទុកដាក់និងតម្លាភាពនិងគុណតម្លៃដែលខ្ញុំបានរៀបចំជូនទៅដល់អតិថិជនរបស់ខ្ញុំផ្ទាល់តែម្ដងមួយរយៈក្រោយនេះក៏ខ្ញុំទទួលបាន feedback ល្អៗទាក់ទងជាមួយនឹង Mimo Show របស់ខ្ញុំគាត់ឲ្យ feedback ខ្ញុំហើយខ្ញុំក៏ស្រឡាញ់ក្នុងការឲ្យ feedback ពីបងប្អូនទាំងអស់គ្នាផងដែរតែពិតទៅវាជាចំណុចទូចៗទេប៉ុន្តែដល់ពេលដែលខ្ញុំទទួលបានវាមកហើយគឺខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនហើយក្នុងការផលិតនេះដែរគឺខ្ញុំអាចនិយាយបានថាខ្ញុំវិនិយោគច្រើនមែនទែនរហូតដល់ខ្ញុំបាក់ទឹកចិត្តខ្លាំងមែនទែនប៉ុន្តែអត់អីទេខ្ញុំនៅតែឈរទៅមុខកសាងឆ្លងកាត់ឧបសគ្គឈូសភ្លៀងអូខ្ញុំនិយាយមែនគឺបាក់ខ្លាំងហ្មងប៉ុន្តែអីទេឥឡូវខ្ញុំ come back stronger ហើយខ្ញុំក៏បានរៀនពីបទពិសោធន៍ជីវិតច្រើនក៏យកមកចែកម្លែកអ្នកទាំងអស់គ្នាក៏ដូចជាភ្ញៀវកិត្តិយសដែលគាត់អញ្ជើញចូលរួមមួយកម្មវិធីរបស់ខ្ញុំគាត់នឹងទទួលបានបទពិសោធន៍ថ្មីក៏ដូចជាចែកម្លែកដូចគ្នាអញ្ចឹងពីខ្ញុំបានកុំភ្លេចខ្ញុំត្រូវការ sponsor ដើម្បីផលិត show ខ្ញុំតទៅទៀតអរគុណ